họ si ấy là chồng chị họ si ấy cả chồng chị đây សួស្តីអ្នកទាំងអស់គ្នានេះគឺជាវ៉ាជាអង្គដោយដែលសំណួររបស់ខ្ញុំឆ្លើយពីខាងលើនឹងអញ្ចឹងគឺការរកស៊ីមិនថាយើងរកស៊ីអីក៏ត្រូវចំជីដែរតែគ្រាន់តែការរកស៊ីទាំងអស់ហ្នឹងនៅក្នុងច្បាប់វាត្រូវបានកំណត់ទៅលើចំណូលនៃផលរបររបស់យើងក្នុងរយៈពេល1ឆ្នាំពេញបើសិនជាយើងចូលទៅក្នុងចំណុចដែលពន្ធដារគេបានកម្រិតយើងនឹងត្រូវចំជីទៅតាមប្រភេទដែលគេបានចែងការចុះបញ្ជីជាមួយនឹងពន្ធដារវាបានផ្ដល់អត្ថប្រយោជន៍ជាច្រើនទៅដល់ម្ចាស់សហគ្រាសយើងត្រូវដឹងថាការរកស៊ីបច្ចុប្បន្នគឺវាមានការប្រកួតប្រជែងគ្នាខ្លាំងហើយបើសិនជាយើងនៅតែរក្សាទម្លាប់ចាស់ដដែលយើងអស់ព្រមចុះបញ្ជីច្បាស់ថាយើងនឹងចាញ់ជាមួយដៃគូប្រកួតប្រជែងរបស់យើងបើក្នុងករណីថាក្រុមដៃគូប្រកួតប្រជែងរបស់យើងគឺបានចុះបញ្ជីត្រឹមត្រូវការរកស៊ីជាមួយនឹងក្រុមហ៊ុនធំៗឬក៏ជាការរកស៊ីធំគឺយើងចាំបាច់ត្រូវតែចុះបញ្ជីហើយពីព្រោះដោយសារតែអតិថិជនរបស់យើងគឺគេនឹងស្រឡឹងរកមើលតែក្រុមហ៊ុនណាដែលចុះបញ្ជីដូចគ្នាដើម្បីកុំឲ្យមានបញ្ហាមួយពន្ធជាពិសេសបើសិនជាការរកស៊ីជាលក្ខបើសិនជាយើងប្រវាយជា service ទៅឲ្យអតិថិជនរបស់យើងវាអាចនឹងមានបញ្ហាស្មុគស្មាញជាមួយនឹងពន្ធកាត់ទុកហើយករណីមួយទៀតបើសិនជាក្នុងក្រុមហ៊ុនរបស់យើងជាប្រភេទទម្លក់ទំនិញនាំចេញនាំចូលអញ្ចឹងច្បាស់លាស់ហ្មងថា100%គឺខាងក្រោយគឺគេនឹងសួរយើងថាយើងមានឯកសារដើម្បីយកមកបញ្ជាក់មួយគេថាយើងជាក្រុមហ៊ុនបានចុះបញ្ជីត្រឹមត្រូវដែរឬក៏អត់អាហ្នឹងគឺវាពាក់ព័ន្ធជាមួយនឹងខាងកយើងមួយទៀតតើតើនឹងចំណុចមួយទៀតគឺការខ្ចីលុយពីធនាគារដើម្បីពង្រីកអាជីវកម្មរបស់យើងគឺយើងត្រូវតែចុះជាក្រុមហ៊ុនចុះបញ្ជីហើយពីព្រោះគេនឹងស្នើសុំឯកសារចុះបញ្ជីជាច្រើនពីខាងយើងមួយទៀតក៏យើងអាចទទួលបានអត្ថប្រយោជន៍ពីបសសហើយយើងទទួលបានការពារទៅលើឈ្មោះអាជីវកម្មឬក៏ស្លាកយីហោរបស់យើងហើយយើងនឹងជៀសផុតពីការផាកពិន័យផ្សេងៗពីពន្ធដារឬក៏ស្ថាប័នផ្សេងៗមុនឆ្នាំ2016របបកំណត់ពន្ធត្រូវបានបែងចែកជាពីរមួយគឺជារបបប៉ាវការហើយមួយទៀតគឺជារបបប៉ិតរបបទាំងពីរហ្នឹងត្រូវបានកែប្រែនៅស្របតាមច្បាប់ពាណិជ្ជកម្មឆ្នាំ2016ហ្នឹងរបបបាការត្រូវបានលុបឆាកហើយឆ្នាំ2017របបប៉ិតត្រូវបានកែប្រែឈ្មោះមកជារបបស្វ័យប្រកាសវិញពីឆ្នាំ2016នឹងមករបបពន្ធដារគឺមានតែមួយគត់គឺរបបស្វ័យប្រកាសអញ្ចឹងនៅក្នុងរបបស្វ័យប្រកាសហ្នឹងគឺវាមាន3តូចៗទៀតគឺមានអ្នកជាប់ពន្ធតូចអ្នកជាប់ពន្ធមធ្យមនិងជាប់ពន្ធធំនិយាយអំពីពន្ធតូចមុនដំបូងគេដែលពន្ធតូចគឺគេមើលទៅលើកម្រិតផលរបររយៈពេល3ខែជាប់គ្នាឬក៏យើងរំពឹងថា3ខែបន្ទាប់យើងនឹងមានផលរបរទាំងអស់ហ្នឹង3ខែជាប់គ្នាដែលមានចំណូលចាប់ពី60លានរៀលឡើងទៅឬក៏ដែលវាស្មើជាមួយនឹង$15,000រយៈពេល3ខែជាប់គ្នាបើក្នុងរយៈពេល1ឆ្នាំគេបែងចែកជាពីរទៅលើប្រភេទអឺអាជីវកម្មដែលជាលក្ខណៈសេវាកម្មពាណិជ្ជកម្មឬក៏កសិកម្មដែលមានកម្រិតផលរបររយៈពេល1ឆ្នាំពេញហ្នឹងគឺចាប់ពី250លានរៀលឬក៏ស្មើជាមួយនឹង$62,500រហូតដល់1,000លានរៀលឬក៏ស្មើជាមួយនឹង$25,000ហើយសម្រាប់អ្នកដែលគាត់មានអាជីវកម្មជាឧស្សាហកម្មគឺគាត់នៅពេលដែលគាត់មានចំណូលរយៈពេល1ឆ្នាំពេញចាប់ពី250លានរៀលដែលស្មើជាមួយនឹង$62,000ដែលខ្ញុំចែកជាមួយ$1គឺស្មើនឹង4,000ជាមធ្យមហើយឡើងរហូតដល់ទៅ$1,600លានរៀលឬក៏ស្មើជាមួយនឹង$40,000ហើយបើសិនជាអ្នកទាំងអស់គ្នាមានអាជីវកម្មជាលក្ខណៈដេញថ្លៃភាសីឬក៏ពិគ្រោះថ្លៃទាំងអស់ហ្នឹងក៏តម្រូវឲ្យចុះបញ្ជីជាពន្ធដារផ្នែកពន្ធតូចដែរសម្រាប់អ្នកជាប់ពន្ធមធ្យមវិញគឺគេមើលទៅលើកម្រិតផលចំណូលរបស់គាត់រយៈពេល1ឆ្នាំពេញហើយគេបានបែងចែកជា3ទៅតាមអាជីវកម្មទី1គឺប្រភេទជាកសិកម្មនៅពេលដែលគាត់មានប្រាក់ចំណូលចាប់ពី1000លានឡើងរហូតដល់4000លានរៀលដែលវាស្មើជាមួយនឹង$25,000រហូតដល់1លានដុល្លារហើយសម្រាប់សេវាកម្មនិងពាណិជ្ជកម្មគឺនៅពេលដែលគាត់មានប្រាក់ចំណូលចាប់ពី1000លានរៀលរហូតដល់6000លានរៀលដែលវាស្មើជាមួយនឹង$25,000ឡើងរហូតដល់$1លានកន្លះហើយសម្រាប់ឧស្សាហកម្មវិញឧស្សាហកម្មនៅពេលដែលគាត់មានកម្រិតផលរបរចាប់ពី$1,600លានរៀលរហូតដល់ទៅ$8,000លានរៀលដែលវាស្មើជាមួយនឹង$40,000ឡើងរហូតដល់ទៅ2លានដុល្លារហើយបើសិនជាអ្នកទាំងអស់គ្នាចូលបញ្ជីជាការិយាល័យតំណាងជានីតិបុគ្គលជាបេសកកម្មទូតនិងកុងស៊ុលជាស្ថាប័នរដ្ឋក៏ដោយជាសមាគមជាអង្គការអន្តរជាតិឬក៏អង្គការមិនមែនរាជរដ្ឋាភិបាលក៏សុទ្ធសឹងតែត្រូវបានចុះបញ្ជីនៅក្រោមពន្ធមធ្យមដែរ
ហើយសម្រាប់អ្នកជាប់ពន្ធធំវិញគឺគេមើលទៅលើកម្រិតផលរបស់រយៈពេល1ឆ្នាំពេញដូចពន្ធមធ្យមអញ្ចឹងហើយបើជា3ប្រភេទអាជីវកម្មដូចគ្នាទី1គឺសេវាកម្មនៅពេលដែលគាត់មានប្រាក់ចំណូលចាប់ពី4000លានរៀលឬក៏ស្មើជាមួយនឹង1 លានដុល្លារហើយសម្រាប់អ្នកដែលប្រកបអាជីវកម្មជាសេវាកម្មនិងពាណិជ្ជកម្មដែលគាត់មានកម្រិតផលរបររយៈពេល1ឆ្នាំពេញចាប់ពី6000លានរៀលឬក៏ស្មើជាមួយនឹង1 លានកន្លះទៅហើយសម្រាប់អាជីវកម្មដែលជាឧស្សាហកម្មគឺនៅពេលដែលគាត់មានប្រាក់ចំណូលចាប់ពី8000លានរៀលឬក៏ស្មើជាមួយនឹង2 លានដុល្លារឬក៏ជាសហគ្រាសដែលបានចុះបញ្ជីជាគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ខ្ញុំចង់ប្រាប់អ្នកនរគ្នាថាបច្ចុប្បន្នការចុះបញ្ជីជាមួយនឹងពន្ធដារឬក៏ស្ថាប័នផ្សេងៗគឺមានភាពងាយស្រួលច្រើនដែលយើងអាចចាំបាច់ទៅដល់ផ្ទាល់ទៀតទេគឺយើងអាចចុះបញ្ជីតាម KMDG Key បានដោយអត់ចាំបាច់ទៅដល់ផ្ទាល់ឬក៏ចំណាយពេលវេលានិងកាត់បន្ថយការចំណាយរបស់យើងផងដែរការចុះបញ្ជីជាមួយនឹង KMDG Key គឺយើងអាចចុះតែម្ដងហើយបំពេញព័ត៌មានទាំងអស់ហ្នឹងមានភាពងាយស្រួលចុះបញ្ជីតែម្ដងហ្នឹងគឺយើងអាចបានដល់ស្ថាប័នមានដូចជាក្រសួងពាណិជ្ជកម្មគណៈនាយកដ្ឋានពន្ធដារនិងក្រសួងកាងារបើសិនជាអ្នកទាំងអស់គ្នាមានចម្ងល់ផ្នែកពន្ធដារការចុះបញ្ជីពន្ធដារទាក់ទងជាមួយនឹងការប្រកាសពន្ធឬក៏ត្រូវការអ្នកប្រឹក្សាខាងផ្នែកពន្ធដារកុំភ្លេចទាក់ទងមក Well ជាងគ្រូបាយបាយ